បងប្រុសក៏ថាបាទមុនចូលឆ្នាំគឺមិនខូចទេមកខូចចំថ្ងៃចូលឆ្នាំគឺអត់ហ៊ានដើរទៅណាទេសម្រាប់រថយន្ត Toyota Prius 010គាត់គឺមានបញ្ហាបាត់ទឹកស្អំទៅលើប្រព័ន្ធទឹករបស់ម៉ាស៊ីនអញ្ចឹងក្រោយពីបាទគាត់ឆែកខាងក្រៅរួចរាល់អស់ហើយគឺយើងឆែកទៅដល់បាទផ្នែកខាងក្នុងឃើញថាស៊ីឡាំងទី1គឺមានជំរាបទឹកស្អំគឺចូលនៅក្នុងស៊ីឡាំងគឺច្រើនមែនទែនហើយការប្រើប្រាស់របស់គាត់ហ្នឹងគឺនៅពេលដែលយើងរត់ប្រហែលជាដី100គីឡូអីហ្នឹងគឺបាត់ប្រហែលជា7កន្លះលីត្រទៅលើទឹកស្អំរបស់គាត់ណាអញ្ចឹងគាត់ត្រូវការខ្វល់ខ្វាយមែនទែនគឺថែមទឹកផងគឺខ្លាចឡានហ្នឹងគឺកើនឡើងកម្ដៅបញ្ហាទៅដល់ម៉ាស៊ីនផងអញ្ចឹងក៏គាត់បាទគាត់ទៅចប់ចូលឆ្នាំភ្លាមគឺគាត់រៀបចំបាទរថយន្តគឺដោះស្រាយភ្លាមយកមកឲ្យក្រុមការងារយើងជួយឆែកមើលណាអញ្ចឹងសម្រាប់ឡាននេះគឺបាទគាត់គឺអត់ដែលធ្វើពីមុនមកទេហើយយើងបានឆែកទៅលើក្បាលពីស្តុងទៅលើអីគឺបាទសម្រាប់ Pro 010ពីស្តុងវាខ្លីអញ្ចឹងវាមានស្រើតិចប៉ុន្តែមិនចត់ជាបញ្ហាទេសេមីគឺនៅស្អាតបាទស៊ីឡាំងអីគឺនៅស្អាតអញ្ចឹងយើងក៏ធ្វើការបាទម៉ាបបន្ស៊ីក្បាលកន្លះម៉ាបបន្ស៊ីទៅលើបាទស៊ីឡាំងហើយនឹងរៀបចំបាទដូររងជូនគាត់មួយឈុតដើម្បីធ្វើការតម្លើងរថយន្តនឹងចូលវិញហើយក្រោយពីយើងធ្វើការឆែកល្អិតល្អន់ទៅលើបញ្ហាពាក់ព័ន្ធជាមួយនឹងក្បាលកន្លះទៅលើស៊ីឡាំងម៉ាបផ្សៃឡើងវិញអស់ហើយគឺយើងចាប់ដើមធ្វើការរៀបចំរថយន្តគាត់ចូលវិញអញ្ចឹងណាហើយសម្រាប់ក្បាលកន្លះនេះគឺយើងធ្វើការងារបញ្ចប់ទាំងម៉ាបបងប្អូនឃើញទេផ្ទៃវាគឺម៉ាបបានស្មើហើយសៃសប៉ាប់ឡើងវិញពាក់ព័ន្ធជាមួយបញ្ហាលេចជ្រាបទៅលើសប៉ាប់ភ្លើងសប៉ាប់ខ្យល់ហ្នឹងគឺយើងសៃឡើងវិញទាំងអស់អញ្ចឹងឡាននេះគឺយើងចំណាយពេលបាទចូល4ថ្ងៃនៅក្នុងការតេស្តសាកល្បងទៅលើរថយន្តគាត់ឃើញថាវាលេងមានបញ្ហាពាក់ព័ន្ធជាមួយឆេះកត្រាក់បាត់ទឹកបាត់អីហើយយើងក៏ធ្វើការរៀបចំបាទជូនគាត់វិញហើយនេះថ្ងៃនេះគឺឡានគឺសតតែម្ដងសម្រាប់បាទ file track សម្រាប់ខាងនោះ07 Camry 07ហើយ Pro 010ហើយនៅតែកូនកាត់មួយនេះទេគឺប្រវែង3ម៉ែត្រហ្នឹងគឺខ្មៅជាងគេកំពុងរងចាំគ្រឿងអញ្ចឹងសម្រាប់រថយន្តបងប្អូនដែលមានបញ្ហាពាក់ព័ន្ធជាមួយបាត់ទឹកណាបងប្អូនគួរតែ check ឲ្យល្អិតល្អន់មែនទែនបើសិនជា check ខាងក្រៅហើយនៅតែអត់ឃើញទេយើងអាចធ្វើការ check ខាងក្នុងដោយរថយន្តបងប្អូនអញ្ចឹងហើយនេះជាម៉ាស៊ីនដែលយើងធ្វើការតម្លើងហើយរៀបចំជូនគាត់តេស្តជាមួយម្ចាស់គាត់រួចរាល់អស់ហើយឥឡូវនេះគឺយើងធ្វើការ check ទៅលើម៉ាស៊ីនហ្នឹងចុងក្រោយជូនគាត់ហើយចាំខ្ញុំដាក់ជាវីដេអូខ្លីមួយនៅខាងក្រោយវីដេអូដើម្បីឲ្យបងប្អូនស្ដាប់សំឡេងបាទអរគុណចាន់ផ្ទះមកទឹកគេមកទឹកអូនមកទឹកមក